Và số xoay này tặng ở này hay nơi ngày ní dương cho từ video dương tặng ở này game mới ní cứ game Animal Block Merge tặng ở này hay dương ai cho cả đó lôi tam giảm PayPal á video ní có ọt kho vì video mình muốn này còn là tha game vớiประเภทxem cái này chẳng hay dương cho cả mơ từ lời video dương từ tua bàn chỉ cả hai cả năng tiếp sót cứ dương ai cho cả đọc đố từ chỉ lùiហើយលុយយើងបាញ់តាមរយៈ PayPal បានអញ្ចឹងហើយអ្នកទាំងអស់គ្នាបើសិនជាមាន account PayPal ដែលបង្កើតឧទាហរណ៍ដូចជា Indonesia, Philippines, UK ជាដើមឬក៏បារ៉ែនហ្នឹងគឺយើងអាចទទួលលុយបានហើយបើសិនជាអ្នកទាំងអស់គ្នាអត់មានទេអ្នកទាំងអស់គ្នាអាចធ្វើការទំនាក់ទំនងមកខ្ញុំឬក៏ក្រុមការងាររបស់ខ្ញុំបានអញ្ចឹងសម្រាប់សេវាឬក៏ព័ត៌មានអីផ្សេងៗគឺអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូនេះបានឬក៏ធ្វើការតាក់ទងមកកាន់ខ្ញុំក៏ដូចជាក្រុមការងាររបស់ខ្ញុំបានអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងអាចធ្វើការលេងតាមរយៈមើលវីដេអូក៏បានយើងលេងហ្គេមនៅក្នុងហ្នឹងក៏បានដែរតែតាមបទពិសោធន៍របស់ខ្ញុំគឺយើងលេងអត់សូវបានច្រើនទេតោះតែយើងមើលពាណិជ្ជកម្មអញ្ចឹងណាអញ្ចឹងពាណិជ្ជកម្មហ្នឹងធម្មតាទេមានន័យថាអ្នកដែលបង្កើតហ្នឹងគឺគេរកចំណូលតាមរយៈដែលមើលពាណិជ្ជកម្មហ្នឹងឯងអញ្ចឹងម្ចាស់ពាណិជ្ជកម្មម្ចាស់អីហ្នឹងគេទូទាត់លុយទៅឲ្យម្ចាស់ហ្គេមហ្នឹងទៅអញ្ចឹងយើងក៏យើងបានប្រយោជន៍ពីក្នុងហ្នឹងខ្លះដែរគ្រាន់តែថាយើងត្រូវធ្វើតាមលក្ខខណ្ឌរបស់គេអញ្ចឹងណាហើយហ្គេមអនឡាញហ្នឹងទៀតសោតអត់ខ្វះទេអ្នកទាំងអស់គ្នាគ្រាន់តែថាខ្ញុំធ្វើវីដេអូណែនាំអ្នកទាំងអស់គ្នាហ្នឹងគឺភាគច្រើនគឺទៅលើប្រភេទហ្គេមណាដែលយើងអាចធ្វើការដកលុយបានជាមួយនឹង PayPal ណាបើនៅស្រុកគេមានរបៀបដកហ្នឹងគឺផ្សេងទៀតអញ្ចឹងគាត់ថាតាមអ្វីដែលខ្ញុំ research មើលទៅភាគច្រើនតលតែយើងមាន PayPal អញ្ចឹងបានយើងអាចដកបានហើយណាមួយវាងាយស្រួលដែរគាត់យើងដកអត់ចាយពេលដល់យូរប៉ុណ្ណឹងត្រឹមតែប្រហែលវិនាទីហ្នឹងវាលោតចូលទៅក្នុង Gmail នៅក្នុង PayPal របស់យើងហើយអញ្ចឹងយើងលេងទៅវាមិនសូវខាតអញ្ចឹងហើយបើពុកម៉ែបងប្អូនឆ្ងល់ថាហេតុអីយើងចាំបាច់បង្កើត PayPal ទៅអីនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយប្រាប់ថាហេតុអីបានយើងគួរតែបង្កើត PayPal ហើយយើងបង្កើត PayPal ហ្នឹងគឺមានអត្ថប្រយោជន៍ច្រើនដូចអ្នកដែលធ្វើទៅលើ MMO ការងារអីមួយចំនួនហ្នឹងគឺយើងតម្រូវឲ្យមានទៅលើ account ហ្នឹង PayPal account PayPal ហ្នឹងទៀតសោតមានជា account personal មាននឹងជា account business អ្នកទាំងអស់គ្នាចង់បង្កើតជា account មួយណាក៏អាចទំនាក់ទំនងមកខ្ញុំបានដែរដោយសារតែយើងមានសេវាកម្មបង្កើតទាំង account personal ទាំង account business ហើយដូចនៅក្នុងវីដេអូនេះគឺយើងដកលុយដូចហ្គេមមុនអញ្ចឹងយើងមានតែ Gmail PayPal ហ្នឹងមកយើងមានចំនួនកាក់ប្រមាណគឺយើងអាចដូរបានអញ្ចឹងណាដល់ពេលដែលយើងដូរហើយគឺយើងដាក់ជាមួយនឹង Gmail របស់យើងទៅយើងអាចធ្វើការ withdraw ទៅកាន់ Gmail ហើយនឹង account នៅក្នុង PayPal របស់យើងបានហើយអញ្ចឹងដូចនៅក្នុងនេះគឺវាផ្ញើសារមកហើយអញ្ចឹងយើងមើលអាកន្លែងនេះទៅឃើញវាជោគជ័យណាអញ្ចឹងពេលដែលយើងចូលទៅក្នុង PayPal ទៅក្នុងអីទៅគឺប្រកាសជាឃើញលុយហ្នឹងហើយចឹងយ៉ាងណាមិញវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើបងប្អូនទាំងអស់គ្នាមានចម្ងល់ឬក៏ព័ត៌មានអីផ្សេងចង់សួរនាំបងប្អូនអាចធ្វើការសួរនាំនៅក្នុង comment ឬក៏នៅក្នុងវីដេអូនេះបានហើយសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការតាក់ទងមកខ្ញុំឬក៏ក្រុមការងាររបស់ខ្ញុំបានសូមអរគុណនិងសូមជម្រាបលា